មកតាមគេតាមឯងដែរដែលឮថានំបញ្ចុកហ្នឹងមួយចានតែ1500ទេនៅខាងខេត្តសៀមរាបនេះអត់កុហកទេគឺពិតជា1500មែនគឺនំបញ្ចុកទឹកប្រហុកនៅកន្លែងនេះដែលសម្រាប់ដូចរបៀបនំបញ្ចុកជាមួយនឹងបន្លែ1500ទេទាំងអស់គ្នាបើយើងថែមជាមួយនឹងពងទាកូនអីផ្សេងទៀតតម្លៃទៅតាមនឹងចឹងទៅហើយកន្លែងគាត់ដែលល្បីបន្ទាប់ហ្នឹងគឺទៅលើនំបញ្ចុករបស់គាត់ហ្នឹងគឺរយថ្មីហើយទីតាំងរបស់គាត់នេះគឺល្បីមែនតើកន្លែងគាត់គេហៅអ៊ីង៉ូតនំបញ្ចុកសៀមរាបណាហើយមិនឲ្យល្បីមិនឲ្យឆ្ងាញ់មិននេះនំបញ្ចុកដែលរយថ្មីអញ្ចឹងទាំងអស់គ្នាឲ្យតែថាបានហូបនំបញ្ចុកដែលរយថ្មីអញ្ចឹងទោះជាបីជាបែបណាក៏ដោយគឺដឹងតែរសជាតិឆ្ងាញ់មែនតើហ្មងដោយសារតែសាយនំបញ្ចុកគឺវាទន់ឆ្ងាញ់ណាហើយរួមបញ្ចូលជាមួយនឹងពងទាកូនហ្នឹងហើយពងទាកូនហើយដាក់ជាមួយនឹងទឹកប្រហុកអីហ្នឹងមកនិយាយពីថាត្រូវមែនតើនេះហើយដូចត្រីម្ដាយហ្នឹងរបៀបប្រចាំតំបន់ហើយនៅសៀមរាបណាគេក៏ដឹងល្បីអ្នកខ្លះគឺគាត់ចូលចិត្តមែនតើហ្មងហើយពុកម៉ែបងប្អូនណាខ្លះដែលធ្លាប់បានទៅហូបនៅហ្នឹងដែលខ្ញុំហ្នឹងគឺលើកទី1ទេនេះគឺខ្ញុំស្គាល់ក្រោយគេទេព្រោះដោយសារតែមានបងប្អូនយើងគាត់បានស្គាល់កន្លែងហ្នឹងច្រើនណាស់ហើយក៏ខ្ញុំល្បីតពីគេមកដែរតាំងលំអិតបន្ថែមចាំខ្ញុំដាក់នៅក្នុង comment នឹងលេខទូរស័ព្ទណាអរគុណច្រើន